តើអ្នកគ្នាយើងមករៀនធ្វើក្តាមអំប៉ោះចេញឈ្មោះវារឿងប្លែកតែហ៊ាននិយាយថាឆ្ងាញ់សាហាវជាងក្តាមក្តាមទៀតកុំអោយឆ្ងាញ់សាហាវហ្មងគ្រឿងផ្សំអត់មានអីច្រើនយើងមកចាប់ក្តាមធ្វើទាំងអស់គ្នាយកក្តាមត្រាំមួយតកកមកខ្ទឹមសចំនួន3កំពឹស4កំពឹសទៅអាទូចទៀតបងអស់មកបកស្បកឲ្យស្អាតប៉ោះខ្ចីហ្នឹងចាប៉ោះខ្ចីនេះប៉ោះខ្ចីដើមធម្មជាតិទៀតវាឲ្យយកមកបកដូចជាអំប៉ោះខ្ចីខ្ទឹមសម្ទេសតាមចំណូលចិត្តស2ស្លាបព្រាបាយស្លាបព្រាហ្នឹងស្លាបព្រាស្ទើឲ្យបងមែនពេញប៊ីចេងមកចុងស្លាបព្រាហើយយើងដួសមកថែមគ្រឿងតាមក្រោយទៀតដូចជាទឹកត្រី2ស្លាបព្រាបាយកូរច្បល់ឲ្យសព្វលក់មើលល្មមនៅបើល្មមបានស្រាប់ក្តាមហ្នឹងគឺខ្ញុំត្រាំរយៈពេល10នាទីជាងតាមនេះមើលទៅវាគាត់តែសង្អល់ស្លាប់ហើយយើងយកវាមកបកអីឲ្យស្អាតមកទីទៅស្នូកអីក៏ហ្នឹងក៏ខ្ញុំកាត់មើលមកវាស្អាតហើយវាទៅនៅហើយអ្នកគ្នាយកក្តាមជាមួយនឹងទឹកត្រីច្បល់ចូលគ្នាមកមើលពណ៌ឡើងតំណងច្រកថាឬក៏ដាក់ប្រអប់មួយខ្លះចេះក្នុងទូទឹកកករយៈពេល2ទៅ3ម៉ោងហ្នឹងគឺបានញ៉ាំមួយឆ្ងាញ់ថាបានមេត្រជាក់ទៀតកាន់តែឆ្ងាញ់កាន់តែអែមហ្មងមុខម្ហូបនេះបាយក្តៅក៏បាយកកទៀតហិតតែត្រូវហ្មងម្ហូបនេះបបានជាតិជូរហឹលជាមួយអាកាសធាតុត្រជាក់ទៀតនិយាយមែនសាច់គោអត់ដូរទេហើយបងមើលណាលេចសាក់ធ្វើញ៉ាំផងញ៉ាញ់ខ្លាំងមែនតើតែគេភ្នែកអាចមិនជានេះ